បាទអញ្ចឹងជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទនៅថ្ងៃនេះខ្ញុំចែករំលែកទាក់ទងនឹងរដូវត្រជាក់តើសុខភាពស្រូវនឹងប្រែប្រួលយ៉ាងដូចម្ដេចហើយកសិករនឹងគួរតែយល់ដឹងនៅក្នុងការដែលមានអាកាសធាតុប្រែប្រួលនេះយ៉ាងដូចម្ដេចដែរបាទទាក់ទងនឹងការដែលកសិករកបីយល់ដឹងហ្នឹងគឺដោយសារតែកន្លងមកខ្ញុំឃើញមានកំហុសឆ្គងខ្លះអំពីការបំរែបំរួលអាកាសធាតុហើយសុខភាពស្រូវតែងតែប្រែប្រួលសកម្មភាពបងប្អូនក៏ចាត់វិធានការទៅតាមអ្វីដែលមើលឃើញបាទអញ្ចឹងនៅក្នុងប្រធានបទនេះក៏ខ្ញុំមិនថាជាអ្នកចេះដឹងឬក៏និស្សិតកសិកម្មមានបញ្ញាបត្រអីយ៉ាងណានោះទេប៉ុន្តែបទពិសោធន៍10ឆ្នាំនៅក្នុងការដែលលក់ជីថ្នាំកសិកម្មហើយខ្ញុំតែងតែសម្គាល់មើលអំពីអ្វីដែលនឹងកាត់ឡើងបាទអញ្ចឹងបងប្អូនអរគ្នានៅពេលដែលយើងដាំស្រូវគឺច្បាស់ណាស់ថានឹងចង់បាននៅទិន្នផលខ្ពស់ចង់បាននៅធ្វើយ៉ាងណាឲ្យគេហៅថាផលចំណេញបាទប៉ុន្តែនៅក្នុងភាពចំណេញនេះផងដែរគឺបងប្អូនត្រូវតែស្វែងយល់អំពីការដាំដុះការដាក់ពូជការប្រើប្រាស់ជីថ្នាំអីគឺបើសិនតែបងប្អូនមិនយល់ការរកផលចំណេញក៏ពិបាកដូចគ្នាដែរបាទព្រោះតកតងនឹងការដែលយើងប្រើប្រាស់ជីការប្រើប្រាស់ថ្នាំស្គាល់អាយុកាលច្បាស់អំពីគេហៅថារបៀបប្រើប្រាស់តាមកាលវេលាបាទអញ្ចឹងនៅក្នុងប្រធានបទនេះខ្ញុំនឹងចែករំលែកនៅចំណុចខ្លះៗអំពីអាកាសធាតុចុះត្រជាក់បងប្អូនតែងតែឃើញនៅរោគសញ្ញានៃស្រូវដូចជាលក្ខណៈរាងស្ងួតលក្ខណៈរាងលឿងហើយកន្លែងខ្លះទៀតគឺអាចខ្លោចចង់អីជាដើមមានន័យថាវាដូចជាលក្ខណៈលលាកអីចឹងទៅហើយមួយចំណុចទៀតបងប្អូនកសិករគឺតែងតែមើលឃើញថាស្រូវកំពុងបានធ្លាក់ចុះនៅសារធាតុចិញ្ចឹមមានន័យថាគឺដូចជាកង្វះខាតជីឬក៏ធ្លាក់ក្នុងសភាពឈឺអញ្ចឹងនៅក្នុងប្រធានបទនេះគឺខ្ញុំមិនគ្រប់គ្រងឬក៏មិនបដិសេធអំពីអ្វីដែលបងប្អូនយល់ឃើញនិងអនុវត្តកន្លងមកទេគ្រាន់តែជាការរួមចំណែកបន្ថែមទៀតក្នុងការយល់ដឹងឲ្យបានកាន់តែស៊ីជម្រៅអំពីការយល់ឃើញនិងការអនុវត្តទាំងអស់នេះនៅពេលដែលអាកាសធាតុចុះត្រជាក់ស្រូវតែងតែបង្ហាញនៅសញ្ញាខ្វះនៅជីជាតិជីបាទតែអ្វីដែលខ្ញុំឲ្យបងប្អូនស្វែងយល់នោះគឺដំណាំស្រូវគឺតាមការស្វែងយល់គឺស្ថិតនៅក្នុងគេហៅថាតម្រង់ C4 បាទតម្រង់ C4 នេះគឺដំណាំស្រូវវាត្រូវការពន្លឺថ្ងៃត្រូវការកម្ដៅបាទពន្លឺហ្នឹងគឺមានរហូតដល់11ម៉ោងក្នុងមួយថ្ងៃបាទហ្នឹងគឺពន្លឺបើសិនតែអាកាសធាតុនឹងត្រូវអូអាប់ពុំមានពន្លឺរស្មីទេគឺស្រូវក៏មានការប្រែប្រួលពីការលូតលាស់ផងដែរអានេះគឺតកតងហ្នឹងពន្លឺបាទកម្ដៅគឺស្រូវត្រូវការកម្ដៅបើសិនតែមិនមានកម្ដៅទេតុល្យភាពការស្រូបសារធាតុចិញ្ចឹមក៏មិនជាការអំណោយផលដែរមានន័យថាវានឹងចាប់យកជីជាតិមិនបានកង្វះនៅសារធាតុចិញ្ចឹមទាំងអស់នេះដែលចេញជារោគសញ្ញាដែលធ្វើឲ្យបងប្អូនអរគ្នានោះគឺមើលឃើញថាស្រូវកំពុងតែបាត់បង់ជីវជាតិបាទអញ្ចឹងកន្លែងនេះហើយទើបខ្ញុំចង់ចែករំលែកនៅថ្ងៃនេះគឺជាការចូលរួមឲ្យបងប្អូនបានដឹងក៏ដូចជាការស្វែងយល់បាទបើសិនតែពេលត្រជាក់ហើយបងប្អូនឃើញស្រូវមានការប្រែប្រួលយ៉ាងនេះយ៉ាងនោះបងប្អូនត្រូវតាមដានយ៉ាងច្បាស់ពិសេសគឺសារធាតុចិញ្ចឹមដែលត្រូវប្រើប្រាស់ខ្ញុំឧទាហរណ៍ថាស្រូវធ្លាក់សម្បល់មកពណ៌លឿងអញ្ចឹងយើងមើលឃើញថាស្រូវខ្វះជីសបើសិនតែយើងយកជីសទៅបាចដែលជាសារធាតុអាសូតអ៊ុយរ៉េនោះគឺវានឹងល្អឡើងវិញប៉ុន្តែអ្វីដែលសំខាន់នោះគឺបញ្ហាអាចនឹងលំបាកជាងការរំពឹងទុកខ្ញុំតែសម្គាល់ឃើញគឺលើសសារធាតុអាសូតទៅវិញអ្នកដែលប្រើប្រាស់នៅក្នុងពេលវេលាហ្នឹងអញ្ចឹងយើងត្រូវធ្វើដូចម្ដេចបើសិនតែស្រូវធ្លាក់នៅពណ៌សម្បល់រោគសញ្ញានៃការកង្វះ
សារធាតុអាស៊ូតទៅហើយនោះហើយយើងមិនប្រើសារធាតុអាស៊ូតទៀតតើយើងនឹងធ្វើអ្វីវិញឲ្យប្រសើរឡើងបាទគឺបញ្ហានោះគឺពុកម៉ែបងប្អូនត្រូវដឹងថាការបាត់បង់នៅសារធាតុ chlorophyll ដែលខៀវដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះឃើញស្លឹកស្រូវពណ៌បៃតងខៀវស្រងាត់ល្អបាទអញ្ចឹងបងប្អូនត្រូវដឹងថាវាចាប់យកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ដោយសារតែវាមានពន្លឺប៉ុន្តែនៅពេលដែលវាធ្លាក់ដោយសារតែខ្យល់និងការចុះត្រជាក់គឺវាបាត់បង់នៅជាតិទឹកនៅក្នុងស្លឹកបាទពាក្យបច្ចេកទេសហ្នឹងគឺគេហៅផ្សេងមួយទៀតដែលផ្នែកកសិកម្មហ្នឹងតែខ្ញុំមិនចេះហៅទេខ្ញុំគ្រាន់តែដឹងថាវានឹងស្ងួតហើយពេលដែលស្ងួតទៅគឺបាត់បង់ពណ៌បែបហ្នឹងឯងទី2វាត្រូវបានផ្អាក់ចាប់យកសារធាតុចិញ្ចឹមមិនបានវាមិនមែនបញ្ឈប់ចាប់យកទេតែវាចាប់យកមិនបានដោយសារតែកម្ដៅមិនគ្រប់គ្រាន់បាទកម្ដៅមិនគ្រប់គ្រាន់ក៏ចាប់យកសារធាតុចិញ្ចឹមមិនបានទើបយើងមើលទៅឃើញកង្វះសារធាតុចិញ្ចឹមដែលយើងត្រៀមលក្ខណៈបំពន់បាទយើងត្រៀមលក្ខណៈបំពន់ដើម្បីឲ្យដំណាំស្រូវរបស់យើងនឹងឡើងល្អឡើងវិញបាទប៉ុន្តែអ្វីដែលខ្ញុំចង់ចែករំលែកនោះគឺការបំពន់នោះគឺមិនមែនយើងត្រូវតែយកសារធាតុអាស៊ូតអ៊ុយរ៉េនោះទៅបំពន់ឲ្យខៀវឡើងវិញទេពីព្រោះយើងត្រូវដឹងថាវាមិនមែនខ្វះសារធាតុអាស៊ូតនឹងទេតែដោយសារតែវាស្ងួតដោយសារការចុះត្រជាក់ដូច្នេះហើយទើបវាចេញរោគសញ្ញាបែបហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើគេឧទាហរណ៍ថាស្រូវនៅដំណាក់កាលវគ្គលូតលាស់ចាប់ពីដុះពន្លករហូតដល់អាយុ35ថ្ងៃខ្ញុំនិយាយនៅចំណុចហ្នឹងសិនចុះបើសិនតែបងប្អូនជួបនៅក្នុងសភាពបែបហ្នឹងគឺអ្វីដែលត្រូវប្រើគឺកាត់បន្ថយសារធាតុអាស៊ូតបាទមិនមែនឃើញស្រូវមិនល្អយើងដាក់អាស៊ូតឲ្យខៀវល្អទៀតនោះគឺមិនជាការគប់បីទេបាទតាមដែលខ្ញុំតាមដាននោះគឺឃើញថាវានឹងឡើងនៅភាពល្អលឿនប៉ុន្តែវានឹងរងគ្រោះនៅពេលក្រោយបាទបន្តិចទៀតខ្ញុំនឹងនិយាយនៅរឿងរ៉ាវការដែលយើងប្រើប្រាស់អាស៊ូតនឹងខ្លាំងបាទអញ្ចឹងនៅក្នុងដំណាក់កាលហ្នឹងយើងត្រូវការអីបងប្អូនទាំងអស់គ្នាគឺយើងត្រូវការប្រើប្រាស់សារធាតុអាស៊ូតដែលមានកម្រិតទាបប៉ុន្តែបញ្ចូលនៅសារធាតុពោធិ៍សង្កសីបាទសារធាតុសង្កសីសារធាតុកាល់ស្យូមនិងសារធាតុម៉ាញ៉េស្យូមផ្សេងៗដែលជាសារធាតុមួយដែលជួយទៅដល់ចិញ្ចៀងកោសិកាស្លឹកហ្នឹងឲ្យមានភាពកក់ក្ដៅដែលជាលក្ខណៈលោហៈហើយវានឹងបង្កើនបាទពួក sponsor នេះគឺវានឹងបង្កើនការបឺតជីជាតិហ្នឹងបានលឿនបាទអញ្ចឹងឧទាហរណ៍ថាបើសិនតែបងប្អូនអរគ្នានៅវគ្គលូតលាស់បែបនេះបាទនេះខ្ញុំឧទាហរណ៍នៅផលិតផលដែលមាននៅចំពោះមុខហើយស្រូវនេះបានប្រើប្រាស់ដែរនោះខ្ញុំនឹងលើកឧទាហរណ៍ឲ្យបងប្អូនស្ដាប់និងងាយយល់តែបងប្អូនប្រើប្រភេទអ្វីនោះគឺខ្ញុំក៏មិនដឹងទេមានថាសារធាតុហ្នឹងវាអាចថាដូចគ្នាប៉ុន្តែរូបមន្តឬក៏គេហៅថាលំហាប់កំហាប់សារធាតុចិញ្ចឹមហ្នឹងវាបរិមាណប៉ុណ្ណានោះក៏មិនអាចខ្ញុំដឹងទេតែបងប្អូនដឹងហើយបើព្រោះធ្លាប់ប្រើប្រាស់នៅផលិតផលនីមួយៗទាំងអស់នោះប៉ុន្តែអ្វីដែលខ្ញុំចែករំលែកនេះខ្ញុំឧទាហរណ៍ថាdouble green បាទ double green នេះគឺនិមិត្តសញ្ញាស្ដេចអន្ត្រីដែលជាក្រុមហ៊ុនហួតគុន្ធានៅក្នុងការចែកចាយអញ្ចឹងយើងមើលសមាសធាតុនេះគឺធាតុសកម្មដែល double green មានគឺអាសូត 25% ពេផូស្ហ្វ័រហ្នឹង 10% ចំណែកកាប៉ូតាស្យូមហ្នឹង 15% ដែលយើងមើលទៅគឺ double green អាសូតខ្ពស់បាទហើយបើសិនតែយើងនិយាយចំពោះស្រូវដែលមានសភាពបែបនេះប៉ុន្តែឧទាហរណ៍ថាវាធ្លាក់បាទវាធ្លាក់មកពណ៌លឿងលក្ខណៈកង្វះអញ្ចឹងដោយសារត្រជាក់បើសិនតែយើងដាក់ប្រភេទdouble green នេះចូលនៃអាសូតខ្ពស់បែបនេះវាពិតជាឡើងល្អមកវិញមែនប៉ុន្តែវានឹងមានបញ្ហានៅពេលស្រូវរៀបចេញផ្កាទី1ងាយនឹងមានជំងឺទី2គឺលើសសារធាតុអាសូតគឺផ្ដល់ផ្លែផ្កាហ្នឹងអត់ពេញតែមានថាវាចេញផ្កាតែអត់សូវពេញគ្រាប់ហើយបើសិនតែលើសខ្លាំងគឺមិនចេញផ្កាទេម្ដងពញានៃការចេញផ្កាអាហ្នឹងគឺរោគសញ្ញាឬក៏លក្ខណៈដែលយើងប្រើលើសបាទអញ្ចឹងយើងប្រើយ៉ាងម៉េចគឺយើងត្រូវប្រើបំពង់ដូចគ្នាដែរឧទាហរណ៍ GX 300បាទ GX 300ជានិមិត្តសញ្ញាសម្គាល់ស្ដេចអន្ត្រីជានិមិត្តសញ្ញា GX 300គឺតំណាងឲ្យផលិតផលនៃក្រំបាទអញ្ចឹង GX 300នេះវាមានសារធាតុចិញ្ចឹមច្រើនដូចបងប្អូនឃើញហើយមាន NPK មាន pH មានម៉ាញ៉េស្យូមអុកស៊ីតស្ពនធើសង្កសីទង់ដែងម៉ង់កណេះបរ៉ននិងដែកបាទជាសារធាតុចិញ្ចឹមចម្រុះជាង10ប្រភេទនេះទាំងមីក្រូធាតុនិងម៉ាក្រូធាតុ
ជាប្រភេទដែលយើងប្រើប្រាស់នៅក្នុងវគ្គមួយប៉ុន្តែនៅក្នុងអាស៊ូត GX 300នេះគឺអាស៊ូតវាទាបជាង double green អញ្ចឹងបងប្អូនអាចយកទៅប្រើបាននៅក្នុងលក្ខខណ្ឌហ្នឹងមិនថាបងប្អូនមិនប្រើ GX 300ក៏ដោយប៉ុន្តែនៅពេលអាស៊ូតទាបបងប្អូនអាចប្រើនៅក្នុងលក្ខខណ្ឌដែលមានអាកាសធាតុបែបហ្នឹងហើយមាន sponsor សង្កសីហ្នឹងវានឹងជួយទៅដល់គេហៅថាឲ្យមានភាពកក់ក្ដៅទៅលើកោសិកាស្លឹកហើយឲ្យធន់នឹងភាពក្ដៅត្រជាក់ហ្នឹងបាទហើយជាមួយនឹងប៉ូតាស្យូមដែលមានស្រាប់បាទអញ្ចឹងនេះជាចំណុចដែលត្រូវប្រើប្រាស់ទៅវានឹងមានសុខភាពល្អមិនមែនថាបងប្អូនមិនប្រើ GX 300ក៏ដោយក៏មានសុខភាពល្អដូចគ្នាដែរឲ្យតែប្រភេទលក្ខណៈធាតុសកម្មមានន័យថាធាតុសកម្មដែលផលិតផលបងប្អូនប្រើហ្នឹងនេះគឺចំណុចដែលសំខាន់ប៉ុន្តែនៅក្នុងបរិបទហ្នឹងបងប្អូនគឺវាត្រូវការពពកសារធាតុចិញ្ចឹមដែលមិនមែនជាទម្រង់ NPK ទេឧទាហរណ៍នេះគឺ Power Sol នេះគឺវាមានពពក humic amino អីផ្សេងៗដែលវាជួយទៅដល់ការគ្រប់គ្រងបាក់តេរីនៅក្នុងដីវាជួយបំពេញ pH បាទ pH ហ្នឹងបងប្អូនដឹងហើយថានៅពេលដែលដីឬក៏សារធាតុចិញ្ចឹមមានតែ pH ដីអត់គ្រប់គ្រាន់គឺដំណាំក៏អត់ចាប់យកដែរវាអត់ចាប់យកបានដែរអញ្ចឹងពេលណាយើងប្រើ Power Sol វានឹងបំពេញ pH បានល្អទ្វេដងតែម្ដងបង្កើននៃជីហ្នឹងជំរុញនៃដំណាំស្រូវឬក៏រុក្ខជាតិដែលត្រូវប្រើប្រាស់ហ្នឹងក្នុងលក្ខខណ្ឌហ្នឹងគឺចេញឫសច្រើនកាលណាចេញឫសថ្មីច្រើនគឺវានឹងទៅចាប់យកជីជាតិថ្មីជីជាតិដែលមានស្រាប់ហ្នឹងអញ្ចឹងមានន័យថាវាប្រយុទ្ធប្រឆាំងនឹងភាពត្រជាក់ហ្នឹងបាទហើយវាជួយជំរុញនៅប្រព័ន្ធឫសដែលថ្លោះល្អបាទអញ្ចឹងកាលណាយើងប្រើនេះឧទាហរណ៍ថាបើខ្ញុំផ្សំនេះលក្ខណៈវគ្គមួយគឺជាទូទៅដីដែលមិនសូវសម្បូរជីជាតិផ្សំនៅក្នុងដំណាក់កាលលូតលាស់ហ្នឹង40ថ្ងៃចុះក្រោមហ្នឹងគឺខ្ញុំប្រើនៅ3ហ្នឹងជាងការប្រើ2ជាងការប្រើ3មុខទៅតាមប្រភេទក្រំដីនិងលក្ខណៈស្រូវបាទអញ្ចឹងមាន double green power sol និង GX 300បាទ GX 300នេះគឺវានឹងជួយទៅដល់បំពន់ដើមឬនឹងការបែកគុំបាទហើយដែលយើងប្រើប្រាស់នេះបើសិននៅក្នុងបរិយាកាសត្រជាក់គឺយើងប្រើតែ GX 300និង power sol ហើយយើងអត់ដាក់ចូលនៅ double green ទេអញ្ចឹង double green គឺហេតុអីបានអត់ដាក់ដូចខ្ញុំបានប្រាប់បងប្អូនពីខាងលើហើយថា double green វាមានអីគឺមានអាស៊ូត 25% ដែលវាខ្ពស់ជាង phosphor និង potassium ចំណែក GX 300ហ្នឹងអាស៊ូតខ្ពស់មែនប៉ុន្តែខ្ពស់ក្នុងក្រោម10បាទដែលវាមិនធ្វើឲ្យ chlorophyll ហក់ឡើងទន់តូចពេកទេទី2 GX 300គឺមានសមាសធាតុច្រើនផ្សំជាង10ប្រភេទទាំងមីក្រូធាតុទាំងម៉ាក្រូធាតុអញ្ចឹងដល់ double green នេះគឺវាអត់មានមីក្រូធាតុទេបាទវាមានតែ NPK អញ្ចឹងល្បឿននៃការធ្វើការគឺលឿនខ្លាំងប៉ុន្តែវាអត់មានដំណឹងទៅលើសុខភាពការបម្រែបម្រួលអាកាសធាតុទេអញ្ចឹងហើយការជ្រើសរើស Power Sol និង GX 300គឺក្នុងលក្ខខណ្ឌនេះដែលខ្យល់នឹងការចុះត្រជាក់បែបនេះគឺយើងប្រើបែបហ្នឹងបាទគឺប្រើបែបហ្នឹងគឺនឹងល្អហើយមានមួយទៀតក្នុងករណីស្លឹកស្រូវរាងដាបបែបនេះគឺយើងអាចប្រើ500 plus ហ្នឹងវាអត់មាន NPK ទេអញ្ចឹងវាមានកាល់ស្យូមមានបូរ៉ុនអីខ្ពស់ដែលយើងអាចដាក់លាយតិចតួចក្នុងមួយធុងអីគឺ 10cc អីចឹងទៅបាទក្នុងការដែលប្រើប្រាស់អញ្ចឹងទៅរកមកសាច់រឿងវិញបងប្អូនមិនមែនត្រូវប្រើ GX 300 ស្ដេចឥន្ទ្រីដែលខ្ញុំបានរាយរាប់នឹងទេប៉ុន្តែបងប្អូនត្រូវតែមានការយល់ដឹងថាពេលដែលយើងបន្ថែមជីនៅក្នុងលក្ខខណ្ឌអាកាសធាតុចុះត្រជាក់គឺបងប្អូនត្រូវតែប្រយ័ត្ននៅសមាសធាតុសារធាតុអាសូតបាទសារធាតុអាសូតនោះគឺវានឹងធ្វើឲ្យល្អលឿនប៉ុន្តែវានឹងមានគុណវិបត្តិនៅពេលក្រោយនៅក្នុងលក្ខខណ្ឌដែលអាកាសធាតុត្រជាក់និយាយរួមពេលត្រជាក់គឺអាសូតមិនសូវចាប់យកឲ្យផលល្អទេបាទវាគ្រាន់តែមើលឃើញថានឹងល្អប៉ុន្តែវាមិនល្អចំពោះផលហើយអស់ថ្លៃព្យាបាលច្រើនមានន័យថាត្រូវចំណាយការពារជំងឺសត្វល្អិតពីព្រោះកាលណាល្អនៅក្នុងលក្ខខណ្ឌត្រជាក់បែបហ្នឹងស្រូវគឺស្លឹកទន់បាទវាអត់រឹងមាំទេបាទអញ្ចឹងហើយទើបយើងជ្រើសរើសប្រើនៅសារធាតុចិញ្ចឹមដែលពង្រឹងនៃកោសិកាដូចជាពួក sponsor ស្រូបយកសារធាតុចិញ្ចឹមបានលឿន
សង្កសីជួយចិញ្ចឹមកោសិកាស្លឹកឲ្យរឹងមាំបាទម៉ាញ៉េស្យូមក៏ស្រូបយកសារធាតុចិញ្ចឹមនិងបង្កើត chlorophyll ហើយមានអាកាស្យូមមានបូរ៉ុនផ្សេងៗទៀតហើយអ្វីដែលសំខាន់គឺ power salt វាមានសារធាតុធំសំខាន់ដូចជា humic fulvic ដែលព្រឹត្តិកម្មមានន័យថាវានឹងធ្វើការរហ័សក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមនៅក្នុងដីដែលមានស្រាប់សារធាតុជីដែលកំពុងតែស្តុកស្រាប់ប៉ុន្តែពេលដែលត្រជាក់គឺដំណាំស្រូវស្រូបយកអត់បានដោយថាខ្វះកម្ដៅបាទព្រោះដូចខ្ញុំបាននិយាយខាងលើស្រូវជាប្រភេទគេហៅថា C4 អញ្ចឹងស្រូវត្រូវការកម្ដៅបើសិនតែគ្មានកម្ដៅការចាប់យកជីជាតិគឺមិនបានទេបាទអញ្ចឹងហើយទើបស្រូវនឹងចាប់ផ្ដើមធ្លាក់អញ្ចឹងក្នុងន័យនេះគឺខ្ញុំញែកឲ្យបងប្អូនដឹងថាមិនមែនស្រូវធ្លាក់សម្បល់ពីខៀវបៃតងបែបនេះហើយទៅជាស្រូវឈឺនោះទេវាមិនប្រកាសថាឈឺទាំងស្រុងនោះទេគឺត្រូវគិតទៅដល់បញ្ហាប្រឈមដែលខ្ញុំបានរៀបរាប់នៅខាងលើទើបជាការសំខាន់បាទពីព្រោះបើសិនតែបងប្អូនគ្រាន់តែឃើញសញ្ញាបែបហ្នឹងដាក់ជីដាក់ថ្នាំយើងអស់លុយច្រើនបាទហើយដល់ពេលអស់លុយច្រើនការចំណាយខ្ពស់ប៉ុន្តែលទ្ធផលមិនបានទេដោយសារមិនមែនជារឿងដែលយើងត្រូវប្រើប្រាស់ដើម្បីជាប្រយោជន៍យើងប្រើប្រាស់គ្រាន់តែជាការកែលម្អនៅអ្វីដែលយើងមើលឃើញភាពខុសគ្នាហ្នឹងឯងប៉ុន្តែធាតុពិតហ្នឹងគឺវាគ្រាន់តែបាត់បង់សំណើមដោយសារតែត្រជាក់ស្ងួតគឺវាមានសញ្ញាបែបហ្នឹងអញ្ចឹងយើងអាចបំពន់ឡើងវិញដោយបន្ថយសារធាតុអាសូតហ្នឹងទៅហើយបង្កើននៅសារធាតុការប្រឆាំងគេហៅពាក្យបច្ចេកទេសហ្នឹងខ្ញុំពិបាកហៅខ្ញុំមិនចំណាំក៏តែគ្រាន់ថាវានឹងធ្វើឲ្យស្រូវហ្នឹងមានភាពកក់ក្ដៅមកវិញហើយដល់ពេលមានភាពកក់ក្ដៅស្រូវហ្នឹងនឹងស្រូបសារធាតុចិញ្ចឹមដោយស្វ័យប្រវត្តិដោយបងប្អូនមិនចាំបាច់បន្ថែមជីពេកឬក៏មិនបន្ថែមក៏វាកើតឡើងដែរដីខ្លះគឺវាមានស្រេចហើយប៉ុន្តែដោយសារតែការបំរែបំរួលហ្នឹងគឺវាមិនដំណើរការចាប់យកជីជាតិតែដល់ពេលដែលបងប្អូនប្រើសារធាតុចិញ្ចឹមត្រឹមត្រូវបែបនោះគឺវានឹងប្រសើរឡើងវិញខ្ញុំឧទាហរណ៍ថាពេលដែលយើងផ្សំ3មុខនេះ GH 300 Power Sol ឬក៏ Double Green ករណីខ្លះមិនសូវអស់លុយច្រើនគឺយើងមិនដាក់ Power Sol ទេគឺដាក់ Double Green GH 300ប៉ុន្តែដល់ពេលត្រជាក់ហើយពេលដែលយើងត្រូវបាញ់ផងត្រូវប្រើផងដល់ពេលដែលយើងនៅតែដាក់ Double Green ទៀតនេះជាចំណុចដែលមិនត្រឹមត្រូវបាទមិនត្រឹមត្រូវដោយសារសារធាតុ Double Green គឺសារធាតុអាសូតខ្ពស់ហើយនៅក្នុងបរិយាកាសត្រជាក់ដូចខ្ញុំរៀបរាប់នឹងរាយរាប់ប្រាប់អញ្ចឹងគឺវានឹងផ្ដល់ផលអវិជ្ជមានទៅវិញមិនមែនផលិតផលហ្នឹងមិនល្អទេប៉ុន្តែការប្រើប្រាស់តាមកលៈទេសៈមិនត្រឹមត្រូវគឺវាមិនអោយផលបងប្អូនហ្នឹងជាទីពេញចិត្តទេហើយការដែលយើងចាយវាទៅលើថ្លៃដើមគឺវាខ្ពស់បាទតែពេលដែលបងប្អូនយល់ដឹងគឺយើងប្រើទៅតាមអ្វីដែលចាំបាច់នឹងត្រូវការហើយរដូវត្រជាក់ឧទាហរណ៍ថាទៅ4-5ថ្ងៃទៅវាផុតត្រជាក់អញ្ចឹងវាប្រក្តីឡើងវិញបាត់ហើយមួយសប្តាហ៍អីយ៉ាងច្រើនអញ្ចឹងទៅអញ្ចឹងប្រក្តីឡើងវិញអញ្ចឹងនៅក្នុងហ្នឹងបើយើងអត់កែលម្អអត់មានការយល់ដឹងឬក៏ប្រើប្រាស់សារធាតុចិញ្ចឹមខុសវាអាចនាំស្រូវយើងទៅកាន់គ្រោះថ្នាក់ទៅវិញគ្រោះថ្នាក់ចំពោះមុខនឹងទៅថ្ងៃអនាគតនៃផ្លែផ្កាមានន័យថាដល់វគ្គដង្ហើមអញ្ចឹងទៅហើយចុះបើសិនតែស្រូវនឹងដល់វគ្គដង្ហើមហើយបាទផើមតូចផើមធំហើយអាហ្នឹងគឺអត់សូវប្របែដោយសារបើសិននេះគិតពីអាសូតគឺយើងត្រូវបានបន្ថយអាសូតវិញដោយស្វ័យប្រវត្តិហើយពេលស្រូវបងប្អូនដល់វគ្គបង្កើតផលហើយDouble Green នេះមិនត្រូវបានប្រើប្រាស់ទេហើយបងប្អូនប្រើផលិតផលដទៃក៏ដូចគ្នាដែរគេមិនដាក់នៅសារធាតុអាសូតខ្ពស់ទៀតទេបាទអញ្ចឹងអាហ្នឹងវាអត់ទៅពិបាកទេបាទក្នុងករណីហ្នឹងអញ្ចឹងខ្ញុំនិយាយក្នុងករណីស្រូវដែល40ថ្ងៃចុះក្រោមបាទអញ្ចឹងប៉ុណ្ណឹងចុះពុកម៉ែបងប្អូនសង្ឃឹមថាការចែករំលែកនេះនឹងមានប្រយោជន៍ដល់បងប្អូនដែលកំពុងតែជួបបញ្ហាបាទហើយគិតថាមានប្រយោជន៍ជួយចែករំលែកនៅវីដេអូនេះបានម្នាក់មួយផងដើម្បីបានជាប្រយោជន៍ដល់កសិករឯទៀតបាទអញ្ចឹងអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាទ